ខ្ញុំសូមជំរាបសួរខ្ញុំបាទឈ្មោះក្រមារឌីប្រធានទីមុខងារសាធារណៈខេត្តពិចេះឆ្លៀតក្នុងឱកាសនេះជំនួសមកឲ្យថ្នាក់ដឹកនាំខេត្តគឺខ្ញុំសូមជំរាបអំពីសារបានរឿងបន្តិចនៅទីនេះសូមជំរាបអង្គការថាចំពោះក្មេងដែលរៀននៅទីនេះវាមានចំនួន6សាលាបញ្ហាប្រឈមគឺឆ្លងបឋមសិក្សាចូលមធ្យមសិក្សាអញ្ចឹងមានបញ្ហាដែលទី1គាត់ទៅរៀនខេត្តឆ្ងាយឬក៏មាតាបិតាយកទៅផ្ញើមួយឪពុកម្ដាយនៅឯស្រុកបញ្ហាទី2គឺក្មេងបោះបង់ចោលការសិក្សាតែម្ដងដោយសារនៅទីនេះវាអត់មានអនុវិទ្យាល័យចឹងហើយចំពោះដំណើរការបង្រៀនគឺខ្ញុំសូមជំរាបថាត្បិតតែកលៈទេសៈនេះមិនទាន់មានគ្រូពិតមែនប៉ុន្តែចំពោះរាជរដ្ឋាភិបាលគឺមានយន្តការនីតិវិធីក្នុងការរៀបចំគ្រូដើម្បីឲ្យមាននៅទីនេះបង្រៀនឲ្យសិស្សបានល្អចឹងហើយស្នើសុំអង្គការជួយធ្វើយ៉ាងណាស្នើសុំអគារមួយក្នុង3បន្ទប់មកទីនេះបាទសូមអរគុណ